អ្នកគង្វាដ៏ល្អលោកដាវីតជាអ្នកគង្វាជាមក៏ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់សម្លឹងមើលទៅគាត់ព្រះអង្គបានឃើញថាគាត់ជាស្ដេចប្រកបណាស់នៅពេលដែលដាវីតបានចម្រើនវ័យធំឡើងគាត់ក៏បានក្លាយជាស្ដេចមែនហើយលោកដាវីតជាស្ដេចដ៏ល្អណាស់គាត់មានទឹកចិត្តដូចជាព្រះជាម្ចាស់ដែរគឺពោរពេញទៅដោយសេចក្តីស្រឡាញ់នេះមិនមែនមានន័យថាគាត់ល្អឥតខ្ចោះនោះទេពីព្រោះគាត់បានប្រព្រឹត្តការអាក្រក់ខ្លះដែររហូតដល់បានសម្លាប់បុរសម្នាក់ផងប្រកបណាស់ស្ដេចដាវីតបានធ្វើឲ្យជីវិតគាត់មានការច្របូកច្របល់ដ៏ធំមួយប៉ុន្តែព្រះជាម្ចាស់អាចទទួលយកជីវិតដ៏ច្របូកច្របល់ធំជាងនេះហើយប្ដូរឲ្យបានល្អទៅតាមផែនការរបស់ព្រះអង្គវិញស្ដេចដាវីតអធិដ្ឋានថាទូលបង្គំត្រូវការចិត្តថ្មីព្រះអង្គម្ចាស់អើយពីព្រោះចិត្តរបស់ទូលបង្គំពោរពេញទៅដោយអំពើបាបសូមសម្អាតទូលបង្គំឲ្យបានស្អាតពីខាងក្នុងមកព្រះជាម្ចាស់បានឮសេចក្តីអធិដ្ឋានរបស់ស្ដេចដាវីតព្រះអង្គបានអត់ទោសឲ្យគាត់ហើយទ្រង់បានសន្យាជាមួយស្ដេចដាវីតថាឱដាវីតយើងនឹងធ្វើឲ្យឯងបានធំអស្ចារ្យឡើងហើយនៅថ្ងៃមួយនឹងមានស្ដេចមួយអង្គមកកើតក្នុងគ្រួសាររបស់ឯងហើយព្រះអង្គនោះទ្រង់នឹងធ្វើឲ្យលោកីនេះបានជាសះស្បើយតែអ្នកបានដឹងទេថាស្ដេចដាវីតក៏ជាអ្នកតែងបទចម្រៀងផងដែរតាមការពិតទៅចម្រៀងរបស់ទ្រង់ពីរោះណាស់ហើយប្រសិនបើគេបានបង្កើតបញ្ជីបទចម្រៀងក្នុងសម័យនោះចម្រៀងរបស់ទ្រង់អាចស្ថិតក្នុងលំដាប់40បទដំបូងនៃបញ្ជីបទចម្រៀងនោះបទចម្រៀងរបស់ស្ដេចដាវីតគឺជាបទចម្រៀងបែបអធិដ្ឋានបទទាំងនេះមានឈ្មោះថាទំនុកដំកើងហើយនឹងបទមួយនេះទៀតឈ្មោះថាចម្រៀងនៃអ្នកគង្វាលបទនេះប្រហែលជាលេខ1នៅក្នុងចំណោមតារាងបទទំនុកដំកើងហើយច្រៀងដូចតទៅនេះព្រះអង្គម្ចាស់ជាអ្នកគង្វាលខ្ញុំហើយខ្ញុំជាកូនជាមតូចមួយរបស់ព្រះអង្គព្រះអង្គបានចិញ្ចឹមខ្ញុំព្រះអង្គបានដឹកនាំខ្ញុំព្រះអង្គទ្រង់បានការពារខ្ញុំមានគ្រប់ទាំងអ្វីដែលខ្ញុំត្រូវការនៅខាងក្នុងខ្ញុំមានចិត្តស្ងប់ស្ងាត់ដូចខ្ញុំបានដេកស្ងៀមនៅលើវាស្មៅខៀវខ្ចីដ៏ស្រទន់នៅទីវាទំនាបក្បែរខ្សែទឹកដែលហូរគ្រឿនទោះបីខ្ញុំត្រូវដើរឆ្លងកាត់ទីងងឹតដ៏គួរឲ្យខ្លាចកន្លែងដ៏ស្ងាត់តែម្នាក់ឯងក៏ខ្ញុំនឹងមិនខ្លាចដែរពីព្រោះអ្នកគង្វាលខ្ញុំដឹងថាខ្ញុំនៅទីណាព្រះអង្គទ្រង់គង់នៅទីនេះជាមួយខ្ញុំព្រះអង្គការពារខ្ញុំឲ្យមានសេចក្តីសុខសាន្តព្រះអង្គជួយសង្គ្រោះខ្ញុំព្រះអង្គផ្ដល់កម្លាំងនិងសេចក្តីក្លាហានដល់ខ្ញុំព្រះអង្គទ្រង់បានរៀបចំរបស់ដ៏អស្ចារ្យជាពិសេសសម្រាប់ខ្ញុំអ្វីគ្រប់យ៉ាងដែលខ្ញុំមិនធ្លាប់ស្រមៃព្រះអង្គបំពេញចិត្តរបស់ខ្ញុំពេញដោយភាពរីករាយខ្ញុំមិនអាចផ្ទុកទាំងអស់នៅក្នុងចិត្តបានទេគ្រប់ទីកន្លែងដែលខ្ញុំទៅខ្ញុំដឹងថាព្រះនៅតែស្រឡាញ់កូនទ្រង់គ្មានទីបញ្ចប់មិនអាចបោះបង់បានមិនអាចបំបែកចេញបានដែរជាសេចក្តីស្រឡាញ់ដ៏អស្ចារ្យជានិច្ចជាក្តីស្រឡាញ់ដែលនឹងទៅជាមួយរហូតព្រះជាម្ចាស់បានប្រទានបទចម្រៀងនេះដល់ស្ដេចដាវីតសម្រាប់ច្រៀងដល់រាស្ត្រទ្រង់ដើម្បីឲ្យពួកគេបានដឹងថាព្រះជាម្ចាស់បានស្រឡាញ់ពួកគេហើយទ្រង់នឹងមើលថែរក្សាពួកគេជានិច្ចដូចជាអ្នកគង្វាលដែលស្រឡាញ់វងជៀមរបស់ខ្លួនដែរហើយនៅថ្ងៃមួយព្រះជាម្ចាស់នឹងធ្វើការអ្វីមួយដែលនឹងបំផុសបទចម្រៀងថ្មីឡើងទាំងពាន់បទព្រះជាម្ចាស់នឹងបង្ហាញដល់រាស្ត្ររបស់ព្រះអង្គឲ្យគេដឹងថាព្រះអង្គស្រឡាញ់ពួកគេប៉ុណ្ណាមានអ្នកគង្វាលមួយទៀតនឹងលេចមកគឺជាអ្នកគង្វាលម្នាក់ដ៏ឆ្នើមគេនឹងហៅទ្រង់ថាជាអ្នកគង្វាលដ៏ល្អណាស់ហើយអ្នកគង្វាលនេះនឹងដឹកនាំជាមរបស់ព្រះត្រឡប់ទៅកន្លែងដែលពួកគេធ្លាប់នៅគឺនៅជិតដើមទ្រូងរបស់ព្រះជាម្ចាស់